មានថ្ងៃមួយខ្ញុំបានមកវិញផ្លូវហើយខ្ញុំបានផ្ញើសារទៅមនុស្ស3នាក់នៅទី1ឆ្លើយមកថាប្រយ័ត្នខ្លួនណាស្ដាប់ទៅកក់ក្ដៅប៉ុន្តែក្រោយស្ដាប់ហើយខ្ញុំក៏ភ្លេចទៅវិញមនុស្សទី2និយាយថាត្រូវការឲ្យខ្ញុំទៅទទួលអ្នកទេពេលនោះខ្ញុំមានអារម្មណ៍កក់ក្ដៅនិងសុវត្ថិភាពប៉ុន្តែខ្ញុំរងចាំយូរក៏មិនឃើញគាត់មកឡើយពេលខ្ញុំកំពុងខកចិត្តនិងអស់សង្ឃឹមខ្ញុំក៏ទទួលបានសារពីមនុស្សទី3មានតែប៉ុន្មានពាក្យប៉ុណ្ណោះបំបល់ខ្លួនមកខ្ញុំនៅពីក្រោយអ្នកទាំងអស់គ្នានេះហើយជាការខុសគ្នាពិតប្រាកដរបស់មនុស្សអារម្មណ៍មិនមែនវាស់ដោយពាក្យសម្ដីទេពាក្យផ្អែមនរណាក៏និយាយបានការសន្យានរណាក៏ធ្វើបានប៉ុន្តែមនុស្សដែលពិតជាគ្រប់គ្រងអ្នកគឺអ្នកដែលនិយាយហើយធ្វើពិតគាត់មិនចាំបាច់និយាយច្រើនទេតែប្រើសកម្មភាពបង្ហាញថាអ្នកសំខាន់សម្រាប់គាត់ប៉ុណ្ណាមិនថាជាគ្រួសារស្នេហាឬមិត្តភាពក្នុងជីវិតនេះយើងត្រូវថែរក្សាមនុស្សដែលស្រឡាញ់យើងដោយសកម្មភាពពិតប្រាកដដូច្នេះខ្ញុំសង្ឃឹមថាកុំឲ្យគ្រាន់តែពាក្យសម្ដីប៉ុណ្ណោះមកបិទភ្នែកអ្នកពីព្រោះការនិយាយល្អប៉ុណ្ណាក៏ដោយក៏មិនអាចស្មើនឹងសកម្មភាពម្ដងដែលមានតម្លៃជាងពាក្យរាប់ពាន់តើអ្នកទាំងអស់គ្នាយល់ស្របដែរឬទេ